របៀប sign up event game ដើម្បីទទួលប្រាក់ពី account TikTok សម្រាប់បងប្អូនទាំងអស់គ្នាដែលរកប្រាក់ចំណូលក្នុង account TikTok ក្នុងកម្មវិធី event game បងប្អូនទាំងអស់គ្នាត្រូវតែបំពេញព័ត៌មានមួយចំនួនដើម្បីដកប្រាក់និងបំពេញកង់ធនាគារដើម្បីទទួលប្រាក់ពី TikTok សម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ចេះបងប្អូនទាំងអស់គ្នាកុំភ្លេចចូលមើលវីដេអូនេះពីដើមរហូតដល់ចប់បងប្អូននឹងចេះបំពេញ 100% តែម្ដងសម្រាប់បងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសម្រាប់បងប្អូនទាំងអស់គ្នាដែលនៅក្នុង account TikTok ក៏ដូចជា page បងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច follow ម្នាក់មួយផងសូមអរគុណតោះកុំឲ្យបងប្អូនខាតពេលវេលាយូរចូលទៅអនុវត្តជាមួយខ្ញុំទាំងអស់គ្នាជាដំបូងសូមបងប្អូនទាំងអស់គ្នាចុចចូលកម្មវិធី TikTok មកបងប្អូនគ្នាបងប្អូនចុចចូលប៉ាប់មកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាកន្លែងមកមើលកន្លែងរូប profile បងប្អូនចុចចូលកន្លែងហ្នឹងមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាចុចលើកន្លែងត្រេ3ខាងលើខាងស្ដាំដៃបងប្អូនចុចចូលមកបន្ទាប់មកទៀតចុចលើកន្លែង TikTok Studio កន្លែងខ្ញុំក៏វាចុះវាឡើងមកដល់ចំណុចនេះបងប្អូនទាំងអស់គ្នា scroll ទៅខាងឆ្វេងដៃបងប្អូនទាំងគ្នាបន្ទាប់មកបងប្អូនទាំងគ្នាឃើញកន្លែងរូបសញ្ញាហ្គេមហ្នឹងបងប្អូនដាក់ហ្គេមមីងហ្នឹងបងប្អូនទាំងគ្នាចុចចូលកន្លែងហ្នឹងមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាscroll ទៅលើបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចពាក្យកន្លែងខ្ញុំក៏វាចុះក៏វាឡើងហ្នឹងបងប្អូនគ្នាបងប្អូនចុចចូលកន្លែងហ្នឹងមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាចុចលើសញ្ញាព្រួយទួយកន្លែងដុល្លារហ្នឹងកន្លែងលុយហ្នឹងបងប្អូនគ្នាបងប្អូនចុចចូលកន្លែងហ្នឹងមកបន្ទាប់មកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាចុចលើអក្សរក្រហមហ្នឹងមកបងប្អូនគ្នាដាក់ sign up ហ្នឹងណៅហ្នឹងបងប្អូនចុចចូលកន្លែងហ្នឹងមកបន្ទាប់មកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាចូលបំពេញតាក់ដើម្បីបំពេញព័ត៌មានមួយចំនួនអញ្ចឹងបងប្អូនចុចចូលកន្លែងសញ្ញារូបបិចមកបងប្អូនបំពេញខាងក្រោមមុនណាបងប្អូនគ្នាបន្ទាប់មកបងប្អូនចុចចូលកន្លែងរូបសញ្ញាបិចមកបងប្អូនគ្នាវាកំពុងតែដំណើរការនាំបងប្អូនទាំងគ្នាទៅមុខទៀតមកដល់កន្លែងនេះបងប្អូនទាំងគ្នាខាងលើបងប្អូនបំពេញឈ្មោះមកបងប្អូនទាំងគ្នាឈ្មោះខាងលើបងប្អូនទាំងគ្នាដាក់នាមត្រកូលមកបងប្អូនគ្នាខាងក្រោមបងប្អូនដាក់ឈ្មោះរបស់បងប្អូនមកបន្ទាប់មកកន្លែងនេះគឺបងប្អូនរស់នៅប្រទេសណាបងប្អូនបងប្អូនទាំងអស់គ្នាដាក់ប្រទេសហ្នឹងមកបងប្អូនចុចសញ្ញាព្រួយបាញ់ចុះក្រោមទូចហ្នឹងបងប្អូនគ្នាចុចចំកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនរកមើល Cambodia មកបងប្អូនគ្នាបងប្អូនរកក្នុងហ្នឹងមិនឃើញបងប្អូនទាំងគ្នាចុចលើកន្លែងកន្លែងសូចហ្នឹងបងប្អូនកន្លែងរូបដូចទីទូចកន្លែងដូចដំបងមុខដូចកញ្ចក់អញ្ចឹងបងប្អូនចុចចូលកន្លែងហ្នឹងមកតមកបងប្អូនវាយពាក្យថា Cambodia មកបងប្អូនគ្នាបងប្អូនវាយតែប៉ុណ្ណឹងមកតមកវាចេញលើទូរស័ព្ទបងប្អូនคลิกយកតែម្ដងតមកវាចេញ Cambodia បងប្អូនចុចយក Cambodia ទៀតមកប្រឡោះទី2នេះបងប្អូនគ្នាបើបងប្អូនរាប់ពីលើមកគឺប្រឡោះទី4បងប្អូនគ្នាប្រឡោះទី4ហ្នឹងបងប្អូនកន្លែងហ្នឹងបងប្អូនចុចយក Cambodia ទៀតមកបងប្អូនកន្លែងហ្នឹងគឺខេត្តឬក៏តំបន់អញ្ចឹងបងប្អូនគ្នាប្រទេសឬក៏តំបន់បងប្អូន sorry តមកបងប្អូនចុចចូលកន្លែងទៀតមកតមកបងប្អូនវាយពាក្យថា Cambodia ទៀតមកបងប្អូនគ្នា
តមកបងប្អូនthích vô Cambodia ទៀតកន្លែងហ្នឹងបងប្អូនគ្នាមកដល់កន្លែងនេះគឺប្រឡោះទី5បងប្អូនគ្នាគឺបងប្អូនកន្លែងនេះបងប្អូនបំពេញខេត្តដែលបងប្អូនរស់នៅបងប្អូនគ្នាបងប្អូនចុចចូលកន្លែងហ្នឹងមកតមកខ្ញុំផាសយកតែម្ដងបងប្អូនគ្នាកន្លែងហ្នឹងគឺបងប្អូនដាក់តែខេត្តទេបងប្អូនគ្នាឥឡូវខ្ញុំផាសចូលលុបចោលខ្លះដាក់ថាបងប្អូននៅកំពង់ចាមបងប្អូនដាក់កំពង់ចាមភ្នំពេញដាក់ភ្នំពេញស្វាយរៀងដាក់ស្វាយរៀងចឹងណាបងប្អូនគ្នាកន្លែងនេះគឺបងប្អូនដាក់តាមខ្ញុំមកកន្លែងហ្នឹងគឺCT CT ហ្នឹងបងប្អូនកន្លែងហ្នឹងបងប្អូនអ្នកគ្នាដាក់ភ្នំពេញមកបងប្អូនគ្នាបងប្អូនដាក់ភ្នំមកតមកបងប្អូនដក clear មកតមកដាក់ពេញមកបងប្អូនគ្នាបន្តមកaddress ទី1កន្លែងហ្នឹងបើបងប្អូនដាក់ address ទី1ហ្នឹងគឺបងប្អូនមកពេញកន្លែងហ្នឹងបងប្អូនអ្នកគ្នាបំពេញតែភូមិបានណាបងប្អូនគ្នាកន្លែងហ្នឹងភូមិអីចាំបងប្អូនដោយសារតែគេមានតម្រូវឲ្យសរសេរអក្សរតែទៅ50តួអក្សរអញ្ចឹងបងប្អូនគ្នាបងប្អូនពេលណាដែលបងប្អូនសរសេរទាំងភូមិឃុំខេត្តវាច្រើនវាអត់អញ្ចឹងបងប្អូនលុបចោលខ្លះអញ្ចឹងបងប្អូនគ្នាបងប្អូនលុបចោលខ្លះមកដាក់ address ទី1ហ្នឹងបងប្អូន address ទី1បងប្អូនគ្នាដាក់តែភូមិបានហើយបងប្អូនគ្នាខ្ញុំដាក់ភូមិហើយដល់ពេល address ទី2គឺបងប្អូនដាក់ចាប់ពីខេត្តចាប់ពីស្រុកហើយខេត្តតមកខ្ញុំផាសចូលតែម្ដងបងប្អូនគ្នាតមកខ្ញុំលុបភូមិចោលបន្ទាប់មកបងប្អូនអ្នកគ្នាឃើញកន្លែងចុចហ្នឹងបងប្អូនគ្នាកន្លែងកបៀសហ្នឹងបងប្អូនបន្តិចលុបកបៀសចោលផងបងប្អូនគ្នាមានកបៀស1បងប្អូនលុប1មាន2លុប2អញ្ចឹងបងប្អូនបានបងប្អូនដាក់ទៅវាចេញធីកសញ្ញាក្រហមឲ្យបន្ទាប់នោះកន្លែងនេះគឺ postal code បងប្អូនទាំងអស់គ្នាដាក់តាមខ្ញុំមកកន្លែងហ្នឹងបងប្អូនគ្នាបងប្អូនដាក់ 12000 មកបន្ទាប់មកដល់ចំណុចនេះគឺបងប្អូនអ្នកគ្នាចុចយកពាក្យថា yes មកដល់កន្លែងនេះគឺបងប្អូនអ្នកគ្នាចុចអក្សរក្រហមខមខាងក្រោមមកបងប្អូនគ្នាពេលណាដែលបងប្អូនបំពេញឲ្យហើយបងប្អូនចុចអក្សរក្រហមខមខាងក្រោមមកបងប្អូនចុចប៉ាប់មកបន្ទាប់មកវាចេញទម្រង់បែបនេះបងប្អូនអ្នកគ្នាពេលណាដែលវាចេញទម្រង់បែបនេះហើយបងប្អូនទាំងអស់គ្នា scroll ទៅលើមកបងប្អូនគ្នាបងប្អូនអ្នកគ្នាឃើញកន្លែងសញ្ញាធីកក្រហមហ្នឹងបងប្អូនធ្វើកន្លែងសញ្ញាក្រហមចឹងមកបងប្អូនគ្នាបន្ទាប់មកបងប្អូនអ្នកគ្នាកន្លែងនេះបងប្អូនអ្នកគ្នាសរសេរឈ្មោះមកបងប្អូនអ្នកគ្នាកន្លែងហ្នឹងប្រសិនបើបងប្អូនសរសេរឈ្មោះអក្សរធំបងប្អូនត្រូវតែសរសេរអក្សរធំវិញបានវាឲ្យអញ្ចឹងបងប្អូនគ្នាពេលណាដែលបងប្អូនអ្នកគ្នាសរសេរអក្សរតូចបងប្អូនត្រូវតែសរសេរអក្សរតូចទាំងលើទាំងក្រោមអញ្ចឹងបងប្អូនដើម្បីឲ្យបានវាឲ្យចេញអាសញ្ញានេះតិចពណ៌ក្រហមអញ្ចឹងបងប្អូនគ្នាឥឡូវខ្ញុំសរសេរអក្សរធំកន្លែងហ្នឹងបំពេញឈ្មោះម្ដងទៀតអញ្ចឹងបងប្អូនគ្នាឥឡូវខ្ញុំបំពេញឈ្មោះភាសាទៀតដោយសារខ្ញុំសរសេរអក្សរធំមិញអូខេបងប្អូនគ្នាពេលណាដែលបងប្អូនអ្នកគ្នាបំពេញរួចរាល់ហើយគឺវាចេញសញ្ញាអក្សរក្រហមខាងក្រោមហ្នឹងបងប្អូនអ្នកគ្នាចុចចូលហើយនឹងប៉ាប់មកវាកំពុងតែនាំបងប្អូនអ្នកគ្នាធ្វើដំណើរទៅមុខទៀតបន្ទាប់មកដល់ចំណុចនេះបងប្អូនអ្នកគ្នាចុចអក្សរក្រហមខាងក្រោមវាថាដានហ្នឹងបងប្អូនចុចចូលមកបន្ទាប់មកវាចេញទម្រង់បែបនេះបងប្អូនអ្នកគ្នាបន្ទាប់មកបងប្អូនអ្នកគ្នាចុចលើខាងលើហ្នឹងកន្លែងសញ្ញាប៊ិចខាងលើបងប្អូនណាបងប្អូនចុចចូលឡើងហ្នឹងមកតបមកបងប្អូនចូលទៅបំពេញកងធនាគារ PayPal ដើម្បីទទួលប្រាក់ពី TikTok ចឹងបងប្អូនណាតបមកវាកំពុងតែដំណើរការតបមកទៀតមកដល់ចំណុចនេះគឺមានធនាគារ3បងប្អូននេះបងប្អូនជ្រើសរើសយកអី PayPal មកតបមកបងប្អូនចុចកន្លែងសញ្ញាព្រួយស្ទួយខាងស្រាមដៃហ្នឹងខាងលើជាប់ PayPal ហ្នឹងបងប្អូនណាបងប្អូនចុចចូលឡើងហ្នឹងមក
បន្ទាប់មកគឺវាកំពុងតែនាំបងប្អូនគ្នាធ្វើដំណើរទៅមុខម្ដងចំណុចនេះគឺ TikTok កំពុងតែផ្ញើលេខកូដសម្ងាត់6កន្ទង់ដើម្បីបងប្អូនអ្នកបំពេញបងប្អូនបានលេខកូដសម្ងាត់ហើយបងប្អូនចូលចុចបំពេញកន្លែងហ្នឹងមកបងប្អូនគ្នាឥឡូវខ្ញុំបំពេញខុសតមកខ្ញុំចូលទៅកន្លែងTikTok វិញដើម្បីបំពេញលេខកូដសារថ្មីបងប្អូនគ្នាបន្ទាប់មកខ្ញុំវាយបញ្ចូលលេខកូដសារថ្មីពេលណាដែលបងប្អូនវាយបញ្ចូលលេខកូដហើយវាត្រឹមត្រូវវានាំបងប្អូនអរគ្នាមកដល់ចំណុចនេះតមកបងប្អូនអរគ្នាចុចកន្លែង add PayPal account ហ្នឹងមកបងប្អូនគ្នាបងប្អូនចុចចូលប៉ាប់មកបន្ទាប់មកបើវាចេញទម្រង់បែបនេះបងប្អូនអរគ្នាវាយបញ្ចូល email បន្ទាប់មកទៀតក៏ឲ្យវាយបញ្ចូល password ចឹងបងប្អូនបន្ទាប់មកបើវាចេញទម្រង់បែបនេះបងប្អូនអរគ្នាខាងលើចុច email មកបងប្អូនអរគ្នាហើយបន្ទាប់មកខាងក្រោមបងប្អូនអរគ្នាចុចលេខសម្ងាត់មកបងប្អូនណាលេខសម្ងាត់ដែលបងប្អូនបង្កើត account PayPal ហើយខាងលើគឺ email ដែលបងប្អូនបង្កើត account PayPal ដូចគ្នាបន្ទាប់មកបងប្អូនអរគ្នាចុចខាងលើហ្នឹងគឺចុច email មកបងប្អូនគ្នាសម្រាប់ខ្ញុំមានហើយគឺខ្ញុំផាសយកតែម្ដងបងប្អូនគ្នាបន្ទាប់មកខាងក្រោមគឺខ្ញុំដាក់លេខសម្ងាត់account PayPal ដែលខ្ញុំបង្កើតចឹងបងប្អូនណាបងប្អូនចុចចូលឲ្យនឹងប៉ាមកបន្ទាប់មកពេលណាបងប្អូនពេញរួចហើយបងប្អូនចុចពាក្យ login ខាងក្រោមមកបងប្អូនណាបន្ទាប់មកវាចេញទម្រង់បែបនេះបើបងប្អូននេះឲ្យ share ចូលតុកនឹង Google មកបន្ទាប់មកវាចេញទម្រង់បែបនេះវាកំពុងតែនាំបងប្អូនអ្នកគ្នាធ្វើដំណើរទៅមុខទៀតចឹងបងប្អូនអ្នកគ្នាបន្ទាប់មកបងប្អូនអ្នកគ្នាចុចលើកន្លែងអក្សរខ្មៅខាងក្រោមមកចុចប្រាប់មកបន្ទាប់មកវាកំពុងតែនាំបងប្អូនគ្នាធ្វើដំណើរទៅមុខទៀតបងប្អូនហើយរងចាំបន្តិចសិនដោយសារអ៊ីនធឺណិតវារឿង slow ដែរបងប្អូនគ្នាបន្ទាប់មកវានាំបងប្អូនរបស់បន្ទាប់មកវាចេញទម្រង់បែបនេះមានន័យថាបងប្អូនអ្នកគ្នាបង្កើតដាក់កង់ PayPal គឺបានទៅជោគជ័យហើយបងប្អូនគ្នាតមកបងប្អូនទាំងអស់គ្នាឃើញសញ្ញាព្រួយខាងលើបងប្អូនគ្នាខាងឆ្វេងដៃហ្នឹងបងប្អូនចុចចេញមកវិញមកតមកដល់ចំណុចនេះគឺបងប្អូនទាំងអស់គ្នាចុចអក្សរក្រហមខាងក្រោមមកពេលណាដែលបងប្អូនចុចហើយគឺវាចេញទម្រង់បែបនេះបងប្អូនគ្នាហើយចេញទម្រង់បែបនេះបងប្អូនកន្លែងដុល្លារហ្នឹងបងប្អូនអាចបំពេញដាក់$1គឺបងប្អូនអាចដកបានបងប្អូនកែដាក់កន្លែងហ្នឹងទៅអូខេបងប្អូនអ្នកគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនអ្នកគ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនអ្នកគ្នាកុំភ្លេចជួយចុច Subscribe ឬក៏ Follow account TikTok ឬក៏ Page របស់ខ្ញុំបានម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូថ្មីៗបន្តទៀត